thứ cái cá tẻ ok晚上មានន័យថាពេលល្ងាច晚上ពេលល្ងាច他和家人នេះមានន័យថាគ្រួសារឬមួយក៏សមាជិកគ្រួសារអញ្ចឹងទៅវាដូចគ្នា一起មានន័យថាជាមួយឈឺមានន័យថាញ៉ាំ晚饭មានន័យថាអាហារពេលល្ងាចដល់ពេលចៅហ្វាន់អាហារពេលព្រឹកណាអញ្ចឹង然后បន្ទាប់មក看电视看មើលដល់ពេល电视អីគេ电视គឺទូរទស្សន៍看电视អញ្ចឹង晚上他和家人一起吃晚饭然后看电视មានន័យថាពេលល្ងាចគាត់នឹងគ្រួសារបានញ៉ាំបាយអាហារពេលល្ងាចជាមួយនឹងគ្នាបន្ទាប់មកមើលទូរទស្សន៍ថាថាគាត់ដដែលប៉ុន្តែគាត់លើមនុស្សប្រុសដែរហិនមានន័យថាណាស់ស៊ីហ៊ាន់យើងរៀនមិញហ្នឹងអីគេចូលចិត្តចូលមកមានន័យថាចុងសប្តាហ៍ឬមួយញ៉ាតើអីចឹងណាហ្នឹងហើយចូលមក因为មានន័យថាពីព្រោះ可以មានន័យថាអាច和មានន័យថានឹង朋友មានន័យថាមិត្តភក្តិ一起មានហ្នឹងគឺជាមួយ